ពេលខ្ញុំសម្រកគីឡូលើហ្នឹងមានអ្នកមួយចំនួនក៏បាននិយាយថាតើខ្ញុំស្រកដល់ណាទៀតរូបរាងខ្ញុំប៉ុណ្ណឹងខ្ញុំស្រកណាទៀតហើយខ្ញុំស្រកក៏បានច្រើនហើយដែរតែអ្នកទាំងអស់គ្នាគិតថាឲ្យខ្ញុំមកបែបនេះហើយបែបនេះឬក៏បែបនេះទៅបានខ្ញុំចាប់ដើមសម្រកគីឡូអត់ថែរក្សាគីឡូខ្លួនឯងគឺវាអាចអ្នកទាំងអស់គ្នាទម្រាំតែខ្ញុំបានមកដល់គោលដៅប៉ុណ្នេះហើយគឺខ្ញុំចំណាយច្រើនណាស់ខ្ញុំចំណាយទាំងថវិកាចំណាយទាំងពេលវេលាចំណាយទាំងកម្លាំងចិត្តខ្លួនឯងអញ្ចឹងបើឲ្យខ្ញុំបកទៅបដោយខ្លួនដូចការពី2ឆ្នាំមុនទៀតគឺវាអាចទៅរួចទេពេលខ្លះអ្នកមួយចំនួនក៏ឃើញថារយៈពេល2ទៅ3ខែឃើញស្រកថាង15គីឡូហ្នឹងគឺថាងាយស្រួលតែអត់ងាយស្រួលទេអ្នកដែលទប់ទល់ជាប់គឺជាប់ខ្ញុំមិនមែនតចាប់ផ្ដើមធ្វើភ្លាមគឺខ្ញុំជោគជ័យភ្លាមខ្ញុំធ្វើវាច្រើនឆ្នាំមកខ្ញុំគិតពីខ្ញុំស្គាល់ fasting ខ្ញុំសម្រកអីនេះមកគឺខ្ញុំស្គាល់រយៈពេល3ឆ្នាំហើយនេះជាលើកទី1ដែលខ្ញុំធ្វើវាបានជោគជ័យអញ្ចឹងចង់ឲ្យខ្ញុំត្រឡប់ទៅអតីតកាលខ្លួនឯងដែលបដោយខ្លួនឯងឲ្យឡើងគីឡូដល់ដែលអ្នកទាំងអស់គ្នាបានដឹងហ្នឹងគឺវាអាចទេអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាសម្រកគីឡូកំពុងតែសម្រកគីឡូកុំឲ្យសោះបដោយខ្លួនឲ្យដូចពីមុនអីព្រោះយើងចំណាយពេលច្រើនណាចំណាយទាំងលុយសម្រកគីឡូនេះត្រូវការចំណាយលុយដែរព្រោះយើងត្រូវរៀបរបបអាហារអីផងចឹងកុំបដោយខ្លួនឲ្យសោះហើយថ្ងៃនេះវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានបាយបាយ